សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel Shadow ស្អីថ្មីនៅក្នុងមួយសប្តាហ៍នេះ admin នឹង post song អ្នកគ្នាពេញមួយសប្តាហ៍នេះតែម្ដងប៉ុន្តែការកាត់ admin ណារៀងខ្លីៗតិចឯណាដោយសារតែបើសិនជា admin កាត់វែងអាចនឹងចំណាយពេលរៀងយូរចឹង admin សុខចិត្តសម្រាយមួយ chapter មួយ video ក៏ដើម្បីឆាប់ផុសឲ្យអ្នកគ្នាបានមើលចឹងហើយដើម្បីជាកម្លាំងចិត្តដល់ admin កុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាហើយ admin ក៏សូមអរគុណទៅកាន់អ្នកដែលឧបត្ថម្ភឲ្យ admin ផងដែរអ្នកទី1ឈ្មោះវ៉ាន់ស្រីកៅអ្នកទី2មានឈ្មោះថាហ្វុងយេអ្នកចុងក្រោយមានឈ្មោះថា Kimberly Thane សិនជា admin ឲ្យឈ្មោះខុសសូមអធិស្ឋានផងហើយពិតជាអរគុណទៅដល់ពួកគាត់ខ្លាំងៗមែនតើជូនពរសុខល្អសំណាងល្អនៅក្នុងជីវិតតោះចូលមកកាន់សាច់រឿងយើងទាំងអស់គ្នាអញ្ចឹងការពីវគ្គមុនគឺយើងបានដឹងរួចមកហើយស៊ូយើងពិតជាបារម្ភពីប្តីខ្លាំងមែនតើយប់ប្រលប់អីហ្នឹងគឺអត់មកផ្ទះវិញនោះទេបានអីនឹងមករួចបើជាប់ស្រីនៅក្រៅឯហ្នឹងពេលវេលាដែលហ៊ីស៊ូហ្នឹងបារម្ភពីប្តីបំផុតតែលោកប្តីឯនេះវិញគឺថាកំពុងតែមានក្តីសុខជាមួយនឹងស្រីខាងក្រៅនេះគឺជារឿងដែលហ៊ីស៊ូហ្នឹងភ័យខ្លាចបំផុតដែរនេះគឺវាចាប់ផ្ដើមឡើងវាជាពេលវេលាដែលក្តៅរោរាសម្រាប់អ្នកទាំងពីរគឺថាកន្លងមកហ្នឹងអ្នកទាំងពីរហ្នឹងទ្រាំជាយូរមកហើយរឿងទាំងអស់នេះកាន់តែធ្វើឲ្យមានឈោកាន់តែមានអំណួតលើខ្លួនឯងប្រហែលជាកំពុងតែគិតថាគាត់គឺជាមនុស្សដែលសំណាងបំផុតគាត់ហ្នឹងជាមនុស្សដែលមានសំណាងបំផុតអញ្ចឹងហ៊ីស៊ូគឺជាមនុស្សដែលសយបំផុតអីអញ្ចឹងពេលនេះហ៊ីស៊ូគឺចេញពីធ្វើការងារវិញហើយនាងក៏ត្រឡប់ទៅផ្ទះតាមធម្មតាពេលនេះគឺចិត្តភ្លឺហើយមានអ្នកសូមសរសើរហ៊ីស៊ូតែម្ដងធ្វើការតាំងពីព្រឹករហូតដល់រៀបភ្លឺវិញហើយពេលតម្រាក់របស់នាងគឺមានតិចតួចខ្លាំងមែនតើរឿងដែលខកចិត្តបំផុតទៀតនោះគឺថាត្រឡប់ទៅផ្ទះវិញហ្នឹងគឺថាអត់ឃើញប្តីនៅផ្ទះទេហើយបានអីនៅផ្ទះកំពុងតែក្តីសុខនៅក្រៅផ្ទះហ៎ខ្ជិលចូលផ្ទះតែម្ដងទៅហើយមានឈរការប្រយុទ្ធមិញដូចជារឿងជ្រុលដែរហ៊ីស៊ូហ្នឹងតែមកសួរគាត់ហ្នឹងគឺថាគាត់ហ្នឹងឆ្លើយគំរោះគំរើយទៀតហើយតែគាត់ហ្នឹងមិនបានញ៉ាំអាហារពេលល្ងាចរបស់ហ៊ីស៊ូក៏មានលេសថាគាត់ហ្នឹងជាប់ធ្វើការនៅក្រុមហ៊ុនដេកនៅក្រុមហ៊ុនអីចឹងទៅហើយគាត់ថាទាំងស្ដីឲ្យហ៊ីស៊ូថាគាត់ហ្នឹងក៏មិនមែនក្មេងដែរចាំបាច់អីឲ្យគាត់ហ្នឹងសុំការអនុញ្ញាតពីហ៊ីស៊ូដែរពេលដែលគាត់កំពុងតែនិយាយទូរស័ព្ទហ្នឹងស្រាប់តែរេហ្នឹងដើរចេញពីសន្តាគារមកឈរក៏បញ្ញាប្រាប់ហ៊ីស៊ូទៅថាបើសិនជាគាត់ធ្វើការហើយគាត់ប្រកបទៅផ្ទះវិញហើយគាត់ក៏ចុចបិទទូរស័ព្ទភ្លាមតែម្ដងហ៊ីស៊ូយើងវិញថ្លើមមកស្ទើរធ្លាក់ដល់ដីឯពេលនេះប៉ុន្តែនាងព្រួយបារម្ភនឹងសួរនាំក៏គេស្ដីឲ្យនាងដែរតែធ្វើឲ្យនាងហ្នឹងដកដង្ហើមលែងរួចទៀតហើយពាក្យសម្ដីដ៏ស្ងប់ស្ងាត់របស់អ្នកនិយាយមកហាក់ដូចជាគ្មានរឿងអ្វីទាំងអស់បានព្យាយាមធ្វើចិត្តឲ្យស្ងប់ស្ងាត់ហើយបញ្ចុះបញ្ចូលខ្លួនឯងថាមានអ្វីកើតឡើងតតែខណៈពេលដែលបេះដូងរបស់ខ្ញុំកំពុងតែក្រៀមស្វិតបេះដូងខ្ញុំកាន់តែខ្ទេចខ្ទាំបន្ថែមទៀតនាងស្ងាត់ហើយប្រៀបដូចជាមនុស្សដែលស្លាប់យើងក៏លេងមកកាន់តួប្រុសរបស់យើងឯនេះបានមកជប់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាជីនហូគាត់បាននិយាយសួស្ដីទៅកាន់ក្មេងម្នាក់ណៃក្មេងម្នាក់នោះក៏ស្គាល់ថេហាយើងដែរហើយមិនណាក៏មិនដឹងពីទំនាក់ទំនងរបស់ពួកគាត់ដែរក្នុងចិត្តថេហាពេលនោះគាត់គិតថាតើក្មេងម្នាក់នេះចាំឈ្មោះគាត់ដោយរបៀបណាធម្មតាមនុស្សចូលចិត្តហៅគ្នាថាសម្លាញ់ក៏អ្វីផ្សេងថេហាខានជួបក្មេងម្នាក់ហ្នឹងគឺយូរដែរសម្រាប់ក្មេងម្នាក់ហ្នឹងក៏ភ្ញាក់ផ្អើលដែរដែលគាត់ហ្នឹងបានជួបថេហាម្ដងទៀតគាត់ក៏សួរថេហាថាតើថេហាហ្នឹងអាចចាំគាត់ដោយរបៀបណាទៅអេដមីនសុំគិតម្ដងទៀតអេដមីនហាក់គាត់ថាជាក្មេងប៉ុន្តែជាក់ស្ដែងគឺគាត់រៀនថ្នាក់ជាមួយនឹងថេហាពីប្រហែលឆ្នាំមុនថាពួកគាត់ហ្នឹងអាយុប្រហែលគ្នាហ្នឹងគ្រាន់តែបរិសម្នាក់ហ្នឹងគឺទៀបជាងថេហាអញ្ចឹងទៅមើលទៅដូចកូនក្មេងអញ្ចឹងបរិសម្នាក់ហ្នឹងក៏សួរថេហាថាមករកគាត់ដើម្បីអ្វីគាត់ចាំថាថេហាចូលចិត្តអង្គុយនៅខាងក្រោយគេពួកគាត់ក៏មិនស្និទ្ធស្នាលជាមួយនឹងគ្នាដែរថាគាត់ហ្នឹងជាក្មេងដែលខិតខំរៀនប៉ុន្តែមិនហ៊ានចូលទៅចិត្តគេមិននឹកស្មានថាថេហាហ្នឹងចាំគាត់តតែថេហាមកលើកនេះគាត់តែចង់សួរគាត់ថាជីហូតើអ្វីជាចំណង់ចំណូលចិត្តរបស់អ្នកហើយមកពីណាពីណីហ្នឹងគាត់តែចង់សួរពីចំណង់ចំណូលចិត្តរបស់គេទេហើយកូនក្មេងយើងក៏ឆ្ងល់ដែរថាហេតុអីមិនថេហាហ្នឹងសួរគាត់ចានេះជាសាយប៊ូលីថ្មីមែនគាត់ហ្នឹងបានតែគិតក្នុងចិត្តទេគាត់ក៏សួរទៅកាន់ថេហាថាថេហាហ្នឹងចង់មានបំណងអីឲ្យពិតប្រាកដថេហាយើងក៏សួរគេទៀតថាទំហំស្បែកជើងរបស់គាត់ហ្នឹងពាក់លេខប្រមាណសួរចម្លែកដល់ហើយនេះតែកម្ពស់គេប្រមាណហ្នឹងគេពាក់លេខប៉ុណ្ណឹងហើយថេហាហ្នឹងថ្ងៃហ្នឹងលេខ5ច្រឡំមែនសួរនាំគេហ្នឹងមិនគ្រប់គ្រាន់ទេឥឡូវសុំដូរស្បែកជើងហ្នឹងជាមួយនឹងគេទៀតសំណួរហ្នឹងគឺថាភុញគ្រូក្បាលកូនពាក់វ៉ែនតាហ្នឹងតែម្ដងវាមិនដែលមានអ្នកណាគេយកស្បែកជើងប្រែនថ្លៃហ្នឹងមកដូរជាមួយនឹងស្បែកជើងកញ្ចាស់របស់គាត់ហ្នឹងហើយចម្លើយមួយនេះពិតជាពិបាកឆ្លើយខ្លាំងមែនតើហើយយើងឃើញគេស្ទាក់ស្ទើរហ្នឹងក៏សួរគេទៅថាគាត់ហ្នឹងចង់ដូរគ្នាអត់តែជីហូយើងនិយាយទាំងបេបើមកទៀតហើយគាត់ពិតជាចង់ដូរប៉ុន្តែថាថេហាហ្នឹងពិតជាចង់ដូរជាមួយនឹងគាត់មែនឯងគួរតែគិតម្ដងទៀតទេស្បែកជើងហ្នឹងថ្លៃខ្លាំងតែនៅក្នុងចិត្តជីហូហ្នឹងគិតថាតើពេលនេះថេហាកំពុងតែសម្លុតគាត់មែនថេហាយើងតែនិយាយថាគាត់ចង់ដូរគឺដូរហើយនៅទីបំផុតហ្នឹងពួកគាត់ទាំងពីរក៏បានដូរស្បែកជើងគ្នានឹងឯងថេហាយើងថែមទាំងអរគុណគេទៀតផងគាត់បាននិយាយថានេះគឺជាចំណងចំណូលចិត្តស្បែកជើងរបស់គាត់ហើយនិយាយថាបើជើងថេហាដូរជាមួយគេហ្នឹងគាត់យកអាហ្នឹងទៅលក់អាបើជើងគាត់សុំដូរគេហ្នឹងបាន4-5គូសម្រាប់ថេហាយើងអត់ខ្វល់គុណគេហើយក៏ដើរចេញទៅគោលបំណងថេហាយើងគឺថាមកសុំដូរបើជើងគេហ្នឹងឯងមើលគាត់យកអាបើជើងកញ្ចាស់ហ្នឹងទៅធ្វើឲ្យគេថេហាគឺជាចំណងចំណូលចិត្តរបស់មនុស្សស្រីគាត់មើលទៅគឺជាបរិសុទ្ធល្អបំផុតតែគាត់ក៏មើលទៅជាមនុស្សដែលខ្សែលើគេដែរគ្មាននរណាម្នាក់
អ្នកដែលអាចយល់ពីគំនិតរបស់គាត់បានឡើយនៅក្នុងហាងថេហាកំពុងតែកេងសុកសុកមានដៃនរណាម្នាក់បេះកាសចេញពីត្រចៀករបស់គាត់ហើយគ្នាមានចាំពីម្នាក់ស្រីនេះអត់ម្នាក់ស្រីនឹងមានឈ្មោះថាហេជីដូចជាខានឃើញយូរដែរហ្នឹងឯងនាងចង់ដឹងថាថេហាយើងកំពុងតែស្ដាប់បទអីគេនាងបានដាក់ការស្ដាប់ហើយបានអង្គុយក្បែរនឹងថេហាពេលនោះនាងភ្ញាក់ផ្អើលខ្លាំងមែនតើមនុស្សស្អីស្ដាប់បទបុរាណយ៉ាងនេះបទហ្នឹងចាំមិនមានដាក់ឲ្យគ្នាស្ដាប់បន្តិចទៅ 아줌마 너무 좋아 볼수록 너무 좋아 តន័យគេហ្នឹងខ្ញុំស្រឡាញ់អាជុំម៉ាខ្ញុំស្រឡាញ់អាជុំម៉ាអញ្ចឹងទៅទោះព្រោះយើងឃើញតែអញ្ចឹងប៉ែដែរហ្នឹងហើយគាត់បានសួរទៅគេថាចម្រៀងនេះល្អអត់ហ្នឹងហើយល្អតាល្អសម្រាប់នឹងឯងជាយើងពិបាកយល់ពីថេហាហ្មងពេលនោះផងណាហើយជាក៏ចាប់អារម្មណ៍ទៅកាន់ស្បែកជើងថេហាផងដែរនេះក៏សួរថាតើមានរឿងអីជាមួយនឹងស្បែកជើងរបស់គាត់អញ្ចឹងទោះបីជាឲ្យនាងមើលយ៉ាងណាក៏ដោយស្បែកជើងនេះមើលទៅមិនដូចជាថែបរបស់ថេហានោះទេហើយតែថេហាហ្នឹងចាប់ផ្ដើមស្លៀកពាក់បែបហ្នឹងតាំងពីពេលណាថេហាយើងក៏សួរគេថាអញ្ចឹងវាល្អអត់ដូចជាលេងសើចពេកទៅដឹងគាត់មើលទៅឈួតរីថេហាយើងក៏មិនបានឆ្លើយតបអីច្រើនដែរបានតែសោតនឹងឯងខណៈពេលដែលពួកគាត់ហ្នឹងនិយាយគ្នាស្រាប់តែក្រុមប្រុសៗពីរនាក់ដែលស្គាល់ថេហាដែរបានចាប់អារម្មណ៍ថាអ្នកទាំងពីរនោះគឺគាត់និយាយលេងជាមួយនឹងគ្នាប្រុសម្នាក់ដែលមានសក់បាំងមុខហ្នឹងបាននិយាយថាគាត់ពិតជាចំណានជាមួយនឹងថេហាខ្លាំងហេតុអីបានជាមនុស្សស្រីគ្រប់គ្នាចាប់អារម្មណ៍ទៅគាត់លើកលែងសូម្បីតែមនុស្សស្រីដែលគាត់តាមញ៉ែផងដែរបរិះដែលធ្លាប់ឆ្លោះគ្នាជាមួយនឹងហេជូគាត់បានស្ដីឲ្យអាប៉ែដែលនិយាយមិញក៏ឯងចំណាននឹងគេអញ្ចឹងដោយសារតែមុខមាត់អាក្រក់របស់ឯងហ្នឹងគួរតែយកកញ្ចក់មកឆ្លោះខ្លួនឯងផងពេលនោះបរិះម្នាក់នោះក៏ស្ដីឲ្យទៅដែលហៅឈ្មោះគាត់ថាដងវ៉ុនណាឯងក៏ជាមនុស្សដែលចាញ់គាត់ថាឯងនឹងមានកម្រិតដូចជាគាត់មែនដោយសារតែឯងបានដើរចេញក្រៅជាមួយនឹងគាត់ត្រូវឲ្យពួកគាត់ខឹងដូចតែគ្នានឹងថាពួកយើងគឺជាមនុស្សដែលចាញ់គេហ្នឹងអញ្ចឹងដងវ៉ុនហាក់បីដូចជាលួចស្រឡាញ់ទៅកាន់ហេជូផងដែរសាច់រឿងបានកាត់មកកាន់ហាងផ្កាវិញម្ដងពេលនោះខ្វាងជុំបាននិយាយសុំទោសទៅកាន់អ៊ុននីរបស់នាងមិនក៏សុំទោសខ្ញុំអញ្ចឹងជុំហ្នឹងបាននិយាយថានាងសុំទោសដែលគិតថាបរិះផ្កាកលាបហ្នឹងចូលចិត្តហេស៊ូថ្មីនេះខ្ញុំជាអ្នកធ្វើផ្កាឲ្យគាត់នាងពិតជាមានអារម្មណ៍មិនល្អនោះទេដែលធ្វើឲ្យហេស៊ូហ្នឹងយល់ច្រឡំបែបហ្នឹងឯហេស៊ូយើងគឺធ្វើមុខស្លើមកទៀតហើយនាងបានសម័យពីរឿងដែលនាងហ្នឹងថេហាហ្នឹងធ្វើជាមិត្តភក្តិជាមួយនឹងគ្នាហេស៊ូយើងក៏មិនគួរប្រាប់នាងដែរមើលទៅខ្វាងជុំពិតជាមិនអាចរងចាំបរិះផ្កាកលាបមកទិញផ្កាបាននោះទេហើយគ្រាន់តែនិយាយភ្លាមហ្នឹងគឺគាត់ដើរចូលមកខាងក្នុងតែម្ដងហើយនេះថេហាដូចជាដូរការស្លៀកពាក់មែនតែអាបុកបិទបងហ្នឹងគឺថាអត់ខ្ចីបកចេញតែម្ដងជុំយើងឃើញទៅមុខក្រាស់បែបនេះគឺថានាងភ្ញាក់ផ្អើលខ្លាំងមែនតើណាគេហ៊ានធ្វើឲ្យមុខបរិះសង្ហារបស់នាងហ្នឹងខូចបែបហ្នឹងហើយហេស៊ូយើងវិញគឺអត់ភ្ញាក់ផ្អើលនោះទេហើយថ្ងៃនេះផងដែរគឺថាគេត្រូវគ្នាជាមួយនឹងហេស៊ូវិញហ្នឹងថ្ងៃនេះគេឲ្យហេស៊ូយើងហ្នឹងភូមិផ្កាឲ្យគាត់ហើយនិយាយទៅចាំបាច់អោនមកចិត្តគេហេស៊ូឃើញគេអោនមកចិត្តអញ្ចឹងក៏រៀងភ័យដែរហ្នឹងហេស៊ូក៏សួរគេថាតើគាត់ហ្នឹងចង់បានភូមិផ្កាបែបណារីឯបរិះផ្កាកលាបយើងវិញហ្នឹងបានប្រាប់ហេស៊ូថានាងគួរតែដឹងហើយថាគាត់ហ្នឹងចូលចិត្តផ្កាបែបណាព្រោះថាពេលនេះពួកយើងជាមិត្តភក្តិនោះអីមិនអីចាំខ្ញុំរៀបផ្កាឲ្យសូមលោកទៅរងចាំមួយផ្លែស៊ូយើងគាត់ទៅលឺគេនិយាយថាមិត្តភក្តិហ្នឹងនាងអៀនមកតែម្ដងពេលវេលាអញ្ចឹងហើយបរិះផ្កាកលាបយើងតាមគេស្អិតតែម្ដងហេស៊ូយើងកំពុងតែដើររើសការហ្នឹងគាត់ក៏ទៅតាមមើលគេដែររត់ដងអញ្ចឹងឯងអង្គុយចាំគេស្ងៀមស្ងាត់តែម្ដងបរិះចម្លែកយើងហ្នឹងនៅតែនិយាយចុះឡើងហ្នឹងថាពួកគាត់ជាមិត្តភក្តិគេដឹងហើយអ្នកដែលខ្លាំងជាងគេហ្នឹងគឺថាខ្វាងជុំយើងហ្នឹងឯងជុំមានរឿងអីកើតឡើងនេះថេហាយើងនៅតែតាមនិយាយមួយគេអញ្ចឹងគាត់បានសួរទៅកាន់ហេស៊ូថាចុះតម្លៃសម្រាប់មិត្តភក្តិតើគេបញ្ចុះតម្លៃអត់ហើយពួកគាត់ហ្នឹងមិត្តភក្តិគ្នាអញ្ចឹងមានកាត់សមាជិកអីអត់និយាយទៅអត់ចោលអាពាក្យមិត្តភក្តិហ្នឹងហ្មងតពីសួរអារឿងបញ្ចុះតម្លៃហ្នឹងហើយឡើយមកសួរគេថាតើក្រៅពីការងារហ្នឹងចូលយើងធ្វើអីទៀតថ្ងៃហ្នឹងរីឯហេស៊ូយើងវិញបានធ្វើមុខឆ្ងល់អញ្ចឹងឯងនាងបាននិយាយឲ្យថេហាថាតើគាត់ហ្នឹងចូលចិត្តឲ្យគេស្ដីបន្ទោសមែនបានចូលចិត្តទៅរំខានគេអញ្ចឹងហើយយើងដឹងស្រាប់ហើយថេហាយើងហ្នឹងចូលចិត្តឲ្យហេស៊ូយើងស្ដីឲ្យនឹងឯងហើយសាច់រឿងរបស់យើងក៏ចប់ប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាថេហាយើងមិនត្រឹមតែផ្លាស់ប្ដូរសម្លៀកបំពាក់នោះទេសូម្បីតែចរិតក៏ផ្លាស់ប្ដូរដែរឥឡូវចេះលេងសើចអីណាដើម្បីជាកម្លាំងចិត្តដល់ admin កុំភ្លេចចុច like និង subscribe admin ម្នាក់មួយផងដែរសូមអរគុណទៅកាន់ supporter admin ម្ដងទៀតជូនពរអ្នកទាំងអស់គ្នារស់ស៊ីមានបានសុខភាពល្អពី admin Channel Shadow ជួបគ្នានៅថ្ងៃស្អែក